បាទសួស្តីបងប្អូនថ្ងៃគឺលោកគ្រូមកឆ្លើយសំណួរបងប្អូនមួយចំនួនបាទគឺថាគាត់រៀនភាសាអង់គ្លេសហ្នឹងដូចមិនចំណាំទេបាទរៀនអត់ចំណាំសោះបាទរៀនយ៉ាងម៉េចក៏មិនចេះរៀនយ៉ាងម៉េចក៏មិនចំណាំបាទបងប្អូនទាំងអស់គ្នាការរៀនភាសាអង់គ្លេសគឺបងប្អូនទាំងអស់គ្នាត្រូវមានគោលដៅបាទមានគោលដៅហើយធ្វើម៉េចបានទៅចាំឲ្យចេះបាទមានតែអ្នករៀនទេដែលរៀន ផ្លិចបាទអ្នកមិនរៀនគឺអត់ផ្លិចទេបាទបាទអ្នករៀនគឺផ្លិចនឹងឯងបាទអ្នកមិនរៀនអត់ផ្លិចបាទវាជារឿងធម្មតាទៅហើយប៉ុន្តែលោកគ្រូចង់ផ្ដល់ជាមតិយោបល់ជូនដល់បងប្អូនអរគ្នាណាបាទធ្វើមកយើងរៀនអង់គ្លេសហ្នឹងវាឆាប់ចេះចំណាំឆាប់បានតាមបទពិសោធន៍របស់លោកគ្រូបាទគោលដៅទី1ដែលបងប្អូនអរគ្នាគួរតែមានរៀនឲ្យបានទៀងទាត់រៀនឲ្យបានទៀងទាត់ឬក៏បន្តបន្ទាប់បាទបើយើងនិយាយសាមញ្ញថារៀនរាល់ថ្ងៃបាទរៀនរាល់ថ្ងៃបាទមិនមែនរៀនមួយថ្ងៃកាត់មួយថ្ងៃកទេបាទរៀនរាល់ថ្ងៃឧទាហរណ៍ថាពាក្យ successful បាទពាក្យ successful អញ្ចឹងយើងមើលថ្ងៃនេះបាទស្អែកឡើងយើងមើលទៀតមើលរហូតដល់ចាំបានយើងបន្តទៅរៀនពាក្យថ្មីទៀតបាទហើយយើងរៀនហើយយកពាក្យហ្នឹងមកបង្កើតជាប្រយោគបាទយកពាក្យហ្នឹងមកបង្កើតជាប្រយោគហើយនិយាយទៅឬក៏ឧស្សាហ៍ផ្លេចបងប្អូនអរគ្នាសរសេរនឹងបាតដៃណាបាទសរសេរនឹងបាតដៃទៅបាទសរសេរនឹងបាតដៃយើងដើរទៅណាក៏យើងមើលឬកត់នឹងnotebook បាទកត់នឹង notebook ហើយយើងមើលទៅយើងមើលរហូតទៅបាទហើយមួយទៀតគឺយើងបិទនឹងជញ្ជាំងណាបិទនឹងជញ្ជាំងទៅយើងកលែកមើលឃើញកលែកមើលឃើញចឹងទៅបាទគឺអាហ្នឹងពេលហ្នឹងគឺធ្វើឲ្យយើងចំណាំលឿនបាទធ្វើឲ្យយើងចំណាំហ្នឹងគឺលឿនតម្ដងបាទហើយតែចំណាំហើយគឺអត់ផ្លិចទេបងប្អូនបាទតែចំណាំហើយមិនងាយផ្លិចទេឃើញដដែលគឺអត់ងាយផ្លិចទេបាទអាហ្នឹងគឺចំណុចទី1បាទចំពោះចំណុចទី2បាទចំណុចទី2តើបងប្អូនទាំងអស់គ្នារៀនអង់គ្លេសហ្នឹងគឺបានដាក់កំណត់កាលវិភាគរៀនអត់បាទបើសិនជាបងប្អូនអរគ្នាអត់មានកំណត់កាលវិភាគរៀនទេយើងរៀនចិត្តបូកចិត្តបល់អញ្ចឹងកាលណាយើងរៀនចិត្តបូកចិត្តបល់នឹងធ្វើឲ្យយើងរៀនអត់ចេះទេការងារទាំងឡាយណាដែលមិនច្បាស់លាស់គឺជាការងារមួយដែលអត់ជាមង្គលទេបាទបានន័យថាវាអត់ទីចម្រើនទេការងារចិត្តបូកចិត្តបល់គឺអត់ទីចម្រើនបាទចឹងបើសិនជាបងប្អូនអរគ្នារៀនអង់គ្លេសផងរៀនថៃផងរៀនវៀតណាមផងរៀនចិនផងបាទអញ្ចឹងបងប្អូនអរគ្នារៀនច្រើនភាសាអញ្ចឹងរៀនអត់ចេះទេបងប្អូនណាបាទរៀនអត់ចេះទេបាទរៀនអត់ចេះទេតែនេះថាអត់ចេះតែម្ដងអាហ្នឹងគឺជាអ្វីដែលលោកគ្រូចែកកម្លែកជូនដល់បងប្អូនទាំងអស់គ្នាបាទអូខេអញ្ចឹងចំណុចទី3បាទចំណុចទី3គឺបងប្អូនទាំងអស់គ្នាត្រូវស្ដាប់ណាស្ដាប់ឲ្យច្រើនស្ដាប់បាទស្ដាប់ podcast ស្ដាប់billionaire គេនិយាយទៅទៅនឹង quote អីផ្សេងយើងស្ដាប់ហើយយើងមើល subtitle វាណាចំណងជើងពេលគេនិយាយអង់គ្លេសមកអក្សរអង់គ្លេសហ្នឹងវារត់តាមអញ្ចឹងអាហ្នឹងគឺយើងមើលឡើងអញ្ចឹងទៅអាហ្នឹងគឺសម្រាប់យើងខ្សោយបាទបើយើងខ្សោយយើងមើលឡើងអញ្ចឹងបាទនេះគឺបងប្អូនអរគ្នាត្រូវបើសិនជាបងប្អូនអរគ្នាមានបញ្ហាចំណុចណាមួយអញ្ចឹងបងប្អូនអរគ្នាត្រូវកែប្រែវាទៅបាទកែប្រែកុំទុកបាទបើទុកគឺបើទុកក៏វាអត់ចំណេញដែរ
ចឹងយើងត្រូវកែប្រែវាបាទចឹងរៀនទៅបងប្អូនរៀនរាល់ថ្ងៃទៅបង្កើតជាប្រយោគបាទសន្ទនាថតវីដេអូខ្លួនឯងនិយាយខ្លួនឯងថាខ្លួនឯងចេះអត់បាទបើសិនជាបងប្អូនគ្នាចេះតែរៀនតាមអារម្មណ៍អត់ចេះទេអង់គ្លេសអ្នកខ្លះរៀន5ឆ្នាំ10ឆ្នាំប្រើការអត់កើតនិយាយអត់ចេញបងប្អូនបាទនិយាយអត់ចេញទេបាទចឹងកុំនិយាយថាភាសាអង់គ្លេសស្រួលអត់ទេណាបងប្អូនណាបាទអត់ស្រួលប្រហែលទេហើយបើសិនជាបងប្អូនគ្នារៀនអង់គ្លេសហើយបញ្ចេញសំឡេងមិនត្រូវទៀតបញ្ចេញសំឡេងវាអត់ត្រូវអានអត់ត្រូវពាក្យវាក៏បរាជ័យដែរបងប្អូនណាបាទអញ្ចឹងធ្វើឲ្យបរទេសវាស្ដាប់យើងអត់បានទេបាទស្ដាប់ពេលដែលបងប្អូនគ្នានិយាយទៅយើងអានបញ្ចេញសំឡេងហ្នឹងអានពាក្យហ្នឹងអត់ត្រូវក៏គេស្ដាប់យើងអត់បានអញ្ចឹងបងប្អូនទាំងនេះបរាជ័យបាទអញ្ចឹងរៀនអង់គ្លេស5ឆ្នាំ10ឆ្នាំគឺបងប្អូនគ្នាបរាជ័យក្នុងការរៀនភាសាអង់គ្លេសដើម្បីឲ្យជោគជ័យគឺបងប្អូនគ្នាទី1រៀនឲ្យបានជាប្រចាំបញ្ចេញអានពាក្យហ្នឹងឲ្យត្រូវ book ឲ្យដឹងថា book បាទ successful ឲ្យដឹងអានថា successful អញ្ចឹងណាបាទកុំឲ្យអានមិនត្រូវអញ្ចឹងទៅអញ្ចឹងវាឲ្យច្បាស់មួយបាទទៅច្បាស់មួយទៅបាទកុំបញ្ញាប់តាណាអីបាទយើងរៀនមួយណាបងប្អូនណាបាទធ្វើការរៀនសូត្រដូចដំណើររបស់អណ្ដើកបាទអណ្ដើកវាដើរកើមយឺតប៉ុន្តែវាអត់ដែលបោះបង់ទេបាទអញ្ចឹងបងប្អូនអរគ្នាចង់ជោគជ័យក្នុងភាសាអង់គ្លេសគឺបងប្អូនអរគ្នាត្រូវរៀនជាប្រចាំមានកាលវិភាគច្បាស់លាស់ស្ដាប់គេបានច្រើនអញ្ចឹងណាបាទស្ដាប់គេបានច្រើនទៅពេលហ្នឹងគឺបងប្អូនអរគ្នានឹងចេះហើយអង់គ្លេសបាទបងប្អូនអរគ្នានឹងចេះតំណងមិនចាំបាច់ព្រួយបារម្ភថារៀនមិនចេះទៀតទេអញ្ចឹងបើសិនជាមានបញ្ហាយើងត្រូវកែប្រែបងប្អូនណាបាទជីវិតយើងគឺវាត្រូវការកែប្រែជីវិតគឺប្រឈមនឹងបញ្ហាអញ្ចឹងយើងត្រូវប្រឈមនឹងបញ្ហាឲ្យដោះស្រាយបញ្ហាបាទ